ในព្រឹកនេះក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះមកដល់មន្ទីរពេទ្យកម្ពុជាជប៉ុនមង្គលបុរីដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារយ៉ាងព្រៃផ្សៃរបស់យោធាថៃនៅព្រឹកថ្ងៃប្រហ័ននេះបើតាមការបញ្ជាក់របស់លោកជំទាវឧត្តមស្នេហ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថានៅវេលាម៉ោង 7:58 នាទីព្រឹកថ្ងៃទី 13 ខែវិច្ឆិកានេះក្រុមអ្នកសង្កេតការណ៍អាស៊ានហៅកាត់ AOT បានអញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជាជប៉ុនមង្គលបុរីដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2025 ការអញ្ជើញចុះត្រួតពិនិត្យនេះធ្វើឡើងដោយមានការសម្របសម្រួលពីក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមរំលឹកជូនដែរថានៅថ្ងៃទី 12 ខែវិច្ឆិកាម្សិលមិញនេះយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន 2 លើកគឺលើកទី 1 នៅវេលាម៉ោងប្រមាណ 15:50 នាទីនិងលើកទី 2 នៅវេលាម៉ោង 17:54 នាទីល្ងាចដែលបានបង្កឲ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន 3 នាក់និងបាត់បង់ជីវិតចំនួន 1 នាក់ដោយឡែកបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនៅក្នុងល្ងាចថ្ងៃដដែលនោះបានអះអាងបន្ថែមថាកម្លាំងទាហានថៃបានប្រើកាំភ្លើងប្រភេទ RPD ក្នុងការបាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាហើយការបាញ់ប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កម្លាំងទាហានថៃមកលើពលរដ្ឋខ្មែរបណ្ដាលឲ្យបាត់បង់ជីវិតនិងរងរបួសគឺនៅពេលដែលជនរងគ្រោះកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាគឺនៅពេលដែលជនរងគ្រោះកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់យ៉ាងណាមិញកម្ពុជាបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះហើយនេះបង្ហាញយ៉ាងច្បាស់ការដែលភាគីថៃបានរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរគឺនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី 26 ខែតុលាឆ្នាំ 2025 ក្រោមសាក្សីរបស់ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានអស់បញ្ហាការប្រាក់ទាបជាមួយសេវាកម្មរំលោះម៉ូតូដោយគ្មានប្រាក់កក់មុនបងនឹងខ្លាចជាម្ចាស់ម៉ូតូក្នុងក្តីស្រមៃគ្រាន់តែមានឯកសារតែពីរមុខតែប៉ុណ្ណោះទី1អត្តសញ្ញាណប័ណ្ណទី2សៀវភៅគ្រួសារមានតែឯកសារតែពីរមុខនេះក៏អាចយកម៉ូតូដ៏ស្រស់ស្អាតទៅប្រើប្រាស់បានដែរអូអតិថិជនដែលខូច CDC ក៏អាចបង់រំលោះម៉ូតូបានដូចគ្នាដាក់ឯកសារហាងគេអត់ជាប់កុំបារម្ភខាងយើងអាចជួយសម្រួលបានជាសួរបងសួរអំពីសេវាកម្មលួសពីអតិថិជនដែលគាត់ធ្លាប់គាត់លួសជាមួយយើងហើយដាក់លឿនអត់បងសុំសួរពីច្បល់បងបាទវាលឿនហើយវាស្រួលវាអត់ញ៉ៃទៀតហើយណាមួយតម្លៃទៀបជាងគេនិយាយរួមខ្ញុំដើរឆែអស់ហើយមានកន្លែងគាត់ឲ្យថោកជាងគេអំពីទៀបហ្មងបាទទៀបហ្មងទៀប